Michael Faraday ចាប់កំណត់ឡើងប្រមាណជា1ឆ្នាំក្រោយមរណភាពរបស់ Benjamin Franklin ហើយនៅក្នុងចន្លោះពេលចាប់តាំងពី Benjamin Franklin រកឃើញថាមពលអគ្គិសនីនៅក្នុងបាតុភូតធម្មជាតិគឺរន្ទះរហូតមកទល់នឹងសម័យកាលរបស់ Faraday ការយល់ដឹងរបស់មនុស្សទៅលើថាមពលអគ្គិសនីក៏មានភាពជឿនលឿនទៅមកគួរសមរួចទៅហើយដែរជាពិសេសតាមរយៈការរកឃើញរបស់អ្នកវិទ្យាសាស្ត្រល្បីៗមួយចំនួននៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នានឹង Faraday អ្នកប្រាជ្ញអ៊ីតាលីគឺ Alessandro Volta បានរកឃើញវិធីផលិតថាមពលអគ្គិសនីដោយប្រើធាតុផ្សំគីមីហើយឈានទៅបង្កើតបាននូវថ្មពុលដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រដែលគេឲ្យឈ្មោះថាថ្មពុល Volta អ្នកប្រាជ្ញបារាំងគឺ André Marie Ampère បានរកឃើញទ្រឹស្ដីអំពីទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញេទិកហើយได้បង្កើតទៅជាផ្នែកថ្មីមួយនៃវិទ្យាសាស្ត្រដែលនៅពេលនោះគេឲ្យឈ្មោះថា Electrodynamics ហើយដែលក្រោយមកក្លាយទៅជា Electromagnetic អ្នកប្រាជ្ញអាល្លឺម៉ង់វិញគឺ George Ohm បានរកឃើញទ្រឹស្ដីដែលកំណត់អំពីទំនាក់ទំនងរវាងចរន្តអគ្គិសនី tension និង resistance ក៏ប៉ុន្តែជាទូទៅគឺ Michael Faraday ដែលត្រូវបានគេចាត់ទុកថាជាអ្នកដែលបានដើរតួនាទីយ៉ាងសំខាន់បំផុតនៅក្នុងការរកឃើញទ្រឹស្ដីដែលអាចឲ្យមនុស្សទាញយកថាមពលអគ្គិសនីមកប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងជីវិតប្រចាំថ្ងៃរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ Michael Faraday កើតនៅខែកញ្ញាឆ្នាំ1791នៅក្នុងទីក្រុងឡុងប្រទេសអង់គ្លេស Faraday គឺជាកូនទី3នៅក្នុងចំណោមបងប្អូនទាំងអស់4នាក់នៅក្នុងគ្រួសារដ៏ក្រីក្រមួយដែលមានឪពុកជាជាងដំដែកដោយសារតែជីវភាពក្រីក្រ Faraday មិនបានទៅរៀនសូត្រជ្រៅជ្រះនឹងគេនោះទេដោយត្រូវធ្វើការរកលុយចិញ្ចឹមជីវិតតាំងពីក្មេងដោយដំបូងធ្វើជាអ្នកចែកចាយកាសែតនិងបន្តមកទៀតធ្វើជាកូនជាងខាងធ្វើសៀវភៅក៏ប៉ុន្តែបើទោះបីជាមិនបានចូលសាលា Faraday ដែលជាក្មេងចង់ចេះចង់ដឹងក៏នៅតែខិតខំព្យាយាមរៀនសូត្រដោយខ្លួនឯងហើយការធ្វើការនៅកន្លែងធ្វើសៀវភៅវាគឺជាឱកាសដ៏ល្អមួយសម្រាប់ Faraday ដែលចូលចិត្តអាន Faraday នៅពេលនោះបានឆ្លៀតអានសៀវភៅដែលគេយកមកឲ្យធ្វើហើយ Faraday បានចាប់អារម្មណ៍ជាពិសេសទៅលើសៀវភៅដែលនិយាយអំពីថាមពលអគ្គិសនីក៏ប៉ុន្តែឱកាសដ៏ល្អបំផុតនិងជាចំណុចរបត់ដ៏សំខាន់នៅក្នុងជីវិតរបស់ Faraday គឺនៅពេលដែល Faraday បានចូលទៅស្ដាប់ការបង្រៀនរបស់អ្នកប្រាជ្ញខាងគីមីដ៏ល្បីល្បាញបំផុតមួយរូបរបស់អង់គ្លេសនៅសម័យកាលនោះគឺលោក Humphrey Davy នៅឆ្នាំ1812 Michael Faraday នៅក្នុងវ័យ20ឆ្នាំបានទទួលកាដូជាសម្បត្តិដើម្បីចូលទៅស្ដាប់ការបង្រៀនរបស់លោក Humphrey Davy នៅឯវិទ្យាស្ថានវិទ្យាសាស្ត្រអង់គ្លេសគឺ The Royal Institution Faraday បានត្រង់ត្រាប់ស្ដាប់ព្រមទាំងបានកត់ត្រាទុកនៅសេចក្តីបង្រៀនដោយយកចិត្តទុកដាក់ហើយគឺនៅពេលនោះហើយដែល Faraday បានដាក់ក្តីស្រមៃចង់ខ្លាចខ្លួនទៅជាអ្នកវិទ្យាសាស្ត្រធ្វើការនៅក្នុង Royal Institution ក្រោយពីបានស្ដាប់ការបង្រៀននេះ Faraday បានយកអ្វីដែលលោកកត់ត្រាបានទៅចងក្រងជាសៀវភៅដែលមានកម្រាស់រហូតដល់ទៅប្រមាណជា300ទំព័រផ្ញើទៅកាន់លោក Humphrey Davy អមជាមួយនឹងពាក្យសុំចូលធ្វើការភ្លាមៗនោះសំណើរបស់ Faraday ត្រូវបានលោក Humphrey Davy បដិសេធដោយសារតែមិនមានកន្លែងទំនេរក៏ប៉ុន្តែទោះជាយ៉ាងណាក៏លោកមិនភ្លេច Faraday នោះដែរប្រមាណជា1ឆ្នាំក្រោយមកនៅពេលដែលមុខងារជាជំនួយការខាងពិសោធន៍ត្រូវនៅទំនេរលោក Humphrey Davy ក៏បានហៅ Faraday ឲ្យចូលធ្វើការជាមួយលោកនៅឯវិទ្យាស្ថានវិទ្យាសាស្ត្រអង់គ្លេសនៅទីនោះ Faraday មានភារកិច្ចជួយលោក Humphrey Davy ក្នុងការរៀបចំការពិសោធន៍ខាងគីមីហើយក្នុងពេលជាមួយគ្នា Faraday ក៏មានឱកាសយ៉ាងច្រើនផងដែរក្នុងការរៀនសូត្របានយ៉ាងស៊ីជម្រៅអំពីគីមីវិទ្យាគឺរៀនសូត្របានទាំងខាងទ្រឹស្ដីនិងជាពិសេសជាងនេះទៅទៀតគឺមានទាំងពេលវេលានិងឧបករណ៍គ្រប់គ្រាន់សម្រាប់ការធ្វើពិសោធន៍បន្ថែមពីលើនេះទៅទៀតការងារជាជំនួយការរបស់លោក Humphrey Davy ក៏បានផ្ដល់នូវឱកាសដ៏ល្អមួយដែរដល់ Faraday ក្នុងការធ្វើដំណើរជុំវិញតំបន់អឺរ៉ុបហើយអាចជួបជាមួយនឹងអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រដ៏ល្បីល្បាញនិងដ៏មានឥទ្ធិពលនៅក្នុងសម័យកាលនោះជាពិសេសគឺនៅក្នុងអំឡុងការធ្វើដំណើររយៈពេល18ខែទៅកាន់ប្រទេសបារាំងប្រទេសស្វីសនិងអ៊ីតាលីនៅក្នុងចន្លោះពីឆ្នាំ1813ដល់ឆ្នាំ1815
ដែលនៅពេលនោះ Faraday មានឱកាសជួបជាមួយនឹង André-Marie Ampère នៅក្នុងទីក្រុងប៉ារីសប្រទេសបារាំងនិងបានជួបជាមួយនឹង Alessandro Volta នៅក្នុងទីក្រុងមីឡង់ប្រទេសអ៊ីតាលីមួយឆ្នាំក្រោយពីវិលត្រឡប់មកដល់ប្រទេសអង់គ្លេសវិញនៅឆ្នាំ1816 Faraday ដែលមិនទាំងបានចូលសាលាស្រួលបួលផងនោះត្រូវបានគេអញ្ជើញឲ្យទៅធ្វើបទកថាជាសាធារណៈនៅឯវិទ្យាស្ថានទស្សនវិជ្ជាអង់គ្លេសចំណែកឯអត្ថបទស្ដីពីគីមីវិទ្យារបស់លោកក៏ត្រូវបានទស្សនាវដ្តីវិទ្យាសាស្ត្រយកទៅចុះផ្សាយផងដែរ5ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ1821 Michael Faraday ត្រូវបានវិទ្យាស្ថានវិទ្យាសាស្ត្រអង់គ្លេសដំឡើងតំណែងពីជំនួយការទៅជាអ្នកមើលការខុសត្រូវមន្ទីរពិសោធន៍ហើយនៅឆ្នាំដដែលនោះ Faraday បានធ្វើពិសោធន៍រកឃើញនិងចុះផ្សាយនៅទ្រឹស្ដីដ៏សំខាន់មួយខាងផ្នែកអេឡិចត្រូម៉ាញ៉េទិកគឺការប្រើថាមពលអគ្គិសនីដើម្បីបង្កើតជាចលនាមេកានិកដែលក្រោយមកបានក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងការបង្កើតម៉ូទ័រដើរដោយអគ្គិសនីដែលយើងបន្តប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពេលបច្ចុប្បន្នចាត់តាំងពីឧបករណ៍ទំនើបៗដូចជារថភ្លើងឬរថយន្តដើរដោយថាមពលអគ្គិសនីរហូតទៅដល់ឧបករណ៍តូចតាចដែលយើងប្រើប្រាស់ក្នុងផ្ទះជាប្រចាំថ្ងៃរួមមានដូចជាកង្ហារឬក៏ម៉ាស៊ីនបោកខោអាវជាដើម10ឆ្នាំក្រោយមកទៀតគឺនៅឆ្នាំ1831 Faraday បានធ្វើពិសោធន៍រកឃើញទ្រឹស្ដីបញ្ច្រាស់មកវិញពោលគឺការប្រើប្រាស់ចលនាមេកានិកដើម្បីបង្កើតទៅជាថាមពលអគ្គិសនីដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៅក្នុងយន្តការផលិតថាមពលអគ្គិសនីរហូតមកទល់នឹងពេលបច្ចុប្បន្ននេះស្នាដៃអស់ទាំងនេះបានធ្វើឲ្យ Faraday ក្លាយទៅជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញមួយរូបនៅក្នុងសម័យកាលនោះ Faraday ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិកវិទ្យាស្ថានវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតនៅអង់គ្លេសគឺរាជបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសឬ The Royal Society ហើយលោកថែមទាំងត្រូវបានគេស្នើតែងតាំងជាប្រធានរាជបណ្ឌិតសភានេះដល់ទៅ2លើកផងដែរក៏ប៉ុន្តែលោកបានបដិសេធដោយសុខចិត្តនៅត្រឹមជាសមាជិកធម្មតាលើពីនេះទៅទៀតគេឈ្មោះរបស់ Faraday នៅពេលនោះមិនមែនល្បីល្បាញនៅត្រឹមតែក្នុងប្រទេសអង់គ្លេសនោះទេក៏ប៉ុន្តែថែមទាំងបានល្បីរន្ទឺទៅដល់បណ្ដាប្រទេសជាច្រើនផ្សេងទៀតហើយលោកត្រូវបានវិទ្យាស្ថានវិទ្យាសាស្ត្របរទេសល្បីៗជាច្រើនជ្រើសរើសឲ្យចូលជាសមាជិកគឺរួមមានដូចជារាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែតរាជបណ្ឌិតសភាវិទ្យាសាស្ត្រហូឡង់បណ្ឌិតសភាវិទ្យាសាស្ត្រអាមេរិកនិងបណ្ឌិតសភាវិទ្យាសាស្ត្របារាំងជាដើមគិតមកទល់នឹងដើមសតវត្សទី19មនុស្សជាតិយើងថ្មីត្បិតតែមានការយល់ដឹងខ្លះៗអំពីអគ្គិសនីក៏ប៉ុន្តែនៅមិនទាន់អាចយកថាមពលអគ្គិសនីនេះមកប្រើប្រាស់នៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃបាននៅឡើយនោះទេអគ្គិសនីនៅត្រឹមតែជាប្រធានបទនៃការសិក្សាស្រាវជ្រាវការធ្វើពិសោធន៍ឬក៏ប្រើប្រាស់នៅក្នុងទស្សនីយភាពជាការកម្សាន្តតែប៉ុណ្ណោះនៅឆ្នាំ1820អ្នកវិទ្យាសាស្ត្រនៅអឺរ៉ុបកំពុងតែនាំគ្នាចាប់អារម្មណ៍ទៅលើបាតុភូតមួយគឺទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញ៉េទិកនៅពេលនោះអ្នកវិទ្យាសាស្ត្រដាណឺម៉ាកឈ្មោះ Hans Christian Ørsted បានសង្កេតឃើញថាប្រសិនបើគេយកខ្សែភ្លើងដែលភ្ជាប់ទៅនឹងចរន្តអគ្គិសនីទៅដាក់ក្បែរត្រីវិស័យវាធ្វើឲ្យទ្រនិចត្រីវិស័យមានចលនា Ørsted ក៏បានទាញសេចក្តីសន្និដ្ឋានថាអគ្គិសនីនិងម៉ាញ៉េទិកគឺមានទំនាក់ទំនងគ្នាពោលគឺលំហូរនៃចរន្តអគ្គិសនីបង្កើតឲ្យមានជាកម្លាំងម៉ាញ៉េទិកនៅជុំវិញខ្សែភ្លើងដែលចរន្តអគ្គិសនីឆ្លងកាត់លទ្ធផលនៃការសិក្សារបស់ Ørsted បានទាក់ទាញនឹងចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រជាទូទៅនៅទូទាំងតំបន់អឺរ៉ុបទាំងមូលនៅសម័យកាលនោះអ្នកប្រាជ្ញបារាំង André-Marie Ampère បានសិក្សាលម្អិតរហូតក្រោយមកបង្កើតបាននៅទ្រឹស្ដីបទស្ដីពីទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញ៉េទិកហើយនៅអង់គ្លេសបណ្ដាអ្នកវិទ្យាសាស្ត្រដែលក្នុងនោះរួមមានតែលោក Humphrey Davy ដែលជាចៅហ្វាយរបស់ Faraday ផងក៏បាននាំគ្នាស្វាស្វែងធ្វើការសិក្សានិងពិសោធន៍អំពីទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញ៉េទិកនេះដែរក៏ប៉ុន្តែមិនបានលទ្ធផលអ្វីទាំងអស់ Michael Faraday វិញដែលធ្លាប់បានជួយរៀបចំការពិសោធន៍ឲ្យលោក Humphrey Davy ក៏បានបែកគំនិតទៅរៀបចំធ្វើការពិសោធន៍ដោយខ្លួនឯងទៅតាមវិធីសាស្ត្ររបស់ខ្លួនឯង
នៅក្នុងការពិសោធន៍នៅឆ្នាំ1821 Faraday បានយកកែវមួយដែលនៅក្នុងនោះមានផ្ទុកសារធាតុបារតហើយមានបង្គោលម៉ាញ៉េទិកបញ្ឈរនៅចំកណ្ដាលនៅពីខាងលើ Faraday ចងព្យួរខ្សែភ្លើងដោយចុងម្ខាងសំយងចុះទៅក្នុងបារតក្នុងកែវហើយចុងម្ខាងទៀតតភ្ជាប់ទៅនឹងថ្មពិលអ្វីដែល Faraday សង្កេតឃើញនៅពេលនោះគឺនៅពេលដែលភ្ជាប់ចរន្តអគ្គិសនីចុងម្ខាងនៃខ្សែភ្លើងដែលនៅក្នុងកែវចាប់ផ្ដើមមានចលនាជារង្វង់វិលជុំវិញបង្គោលម៉ាញ៉េទិកនៅពេលនោះ Michael Faraday ទូកនឹងបានរកឃើញនូវគោលការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិនៃថាមពលអគ្គិសនីគឺការប្រើម៉ាញ៉េទិកដើម្បីបំប្លែងថាមពលអគ្គិសនីឲ្យទៅជាថាមពលមេកានិកហើយបង្កើតទៅជាម៉ូទ័រអគ្គិសនីលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រក្រោយពីបានធ្វើពិសោធន៍រកឃើញម៉ូទ័រអគ្គិសនីនៅឆ្នាំ1821 Michael Faraday ដែលកាលពីមុនគ្រាន់តែជាអ្នកជំនួយការមន្ទីរពិសោធន៍មួយរូបនោះក៏បានក្លាយទៅជាអ្នកវិទ្យាសាស្ត្រដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅក្នុងប្រទេសអង់គ្លេសនៅឆ្នាំ1824 Faraday នៅក្នុងវ័យ32ឆ្នាំហើយដែលមិនធ្លាប់បានចូលសាលាស្រួលបួននឹងគេផងនោះត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិកនៃរាជបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេសឬ The Royal Society ដែលជាស្ថាប័នខាងវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតនៅអង់គ្លេសក៏ដូចជានៅលើពិភពលោកទាំងមូលក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះអាជីពជាអ្នកវិទ្យាសាស្ត្ររបស់ Faraday ក៏ត្រូវជួបនឹងបញ្ហាដ៏ធំមួយផងដែរលោក Humphrey Davy ដែលជាចៅហ្វាយរបស់ Faraday មានការខឹងសម្បារយ៉ាងខ្លាំងដែល Faraday បានយកលទ្ធផលពិសោធន៍អំពីម៉ូទ័រអគ្គិសនីទៅចុះផ្សាយដោយមិនបាននិយាយអ្វីទាល់តែសោះអំពីការងារដែលលោកបានធ្វើពីមុនហើយដែលលោកគិតថាវាគឺជាមូលដ្ឋានគ្រឹះនៃការពិសោធន៍របស់ Faraday ចាប់តាំងពីពេលនោះមកលោក Humphrey Davy ក៏បានប្រគល់ភារកិច្ចផ្សេងទៅឲ្យ Faraday ហើយ Faraday ក៏លែងមានឱកាសធ្វើការងារខាងអគ្គិសនីនិងម៉ាញ៉េទិកដូចពីពេលមុនទៀតក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយ Faraday នៅតែបន្តឆ្លៀតពេលដែលទំនេរពីការងារដែលលោក Humphrey Davy ឲ្យធ្វើយកទៅបន្តធ្វើការសិក្សានិងពិសោធន៍ខាងអេឡិចត្រូម៉ាញ៉េទិកតទៅទៀតហើយក្រោយពីលោក Humphrey Davy ទទួលមរណភាពនៅឆ្នាំ1829 Faraday ក៏កាន់តែអាចផ្ដោតការងារពិសោធន៍របស់លោកខាងអេឡិចត្រូម៉ាញ៉េទិកបានកាន់តែច្រើនថែមទៀតនៅឆ្នាំ1831ការពិសោធន៍របស់ Michael Faraday បានឈានទៅដល់ការរកឃើញនូវគោលការណ៍ដ៏រឹតតែសំខាន់មួយទៀតខាងអេឡិចត្រូម៉ាញ៉េទិកហើយដែលជាទូទៅត្រូវបានគេចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់បំផុតនៃចំណេះដឹងរបស់មនុស្សទៅលើថាមពលអគ្គិសនីនៅក្នុងការធ្វើពិសោធន៍នោះ Faraday បានសង្កេតឃើញថានៅពេលដែលគេយកដែកឆក់គឺម៉ាញ៉េទិកទៅដាក់ឲ្យមានចលនានៅចំកណ្ដាលខ្សែភ្លើងដែលគេរុំជារស័រចលនារបស់ម៉ាញ៉េទិកនេះបង្កើតឲ្យមានទៅជាចរន្តអគ្គិសនីហើយនៅពេលដែលម៉ាញ៉េទិកលែងមានចលនាចរន្តអគ្គិសនីក៏លែងមានទៅវិញ Faraday ក៏បានទាញសេចក្តីសន្និដ្ឋានថាប្រសិនបើគេអាចរកវិធីឲ្យម៉ាញ៉េទិកនេះមានចលនាជាប់ជាប្រចាំគេក៏អាចបង្កើតឲ្យមានចរន្តអគ្គិសនីជាប់ជាប្រចាំទៅតាមនោះដែរនៅពេលនោះ Michael Faraday ទើបនឹងបានរកឃើញយន្តការថ្មីមួយដែលបញ្ច្រាស់ពីយន្តការនៃម៉ូទ័រអគ្គិសនីដែលលោកបានរកឃើញកាលពី10ឆ្នាំមុននៅក្នុងម៉ូទ័រអគ្គិសនីគឺថាមពលអគ្គិសនីដែលបង្កើតទៅជាថាមពលមេកានិកចំណែកឯនៅក្នុងយន្តការថ្មីនេះវិញគឺថាមពលមេកានិកដែលបង្កើតទៅជាថាមពលអគ្គិសនីយន្តការទី2នេះហើយដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៅក្នុងការផលិតថាមពលអគ្គិសនីដែលយើងប្រើប្រាស់ជាទូទៅនៅក្នុងពេលបច្ចុប្បន្ននេះរាប់ចាប់តាំងពីការផលិតថាមពលអគ្គិសនីដោយម៉ាស៊ីនភ្លើងតូចតាចរហូតទៅដល់រោងចក្រផលិតអគ្គិសនីដើរដោយឈូងថ្មរោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរទំនប់វារីអគ្គិសនីឡាននៅក្នុងរយៈពេលជាច្រើនឆ្នាំបន្តមកទៀត
ហើយរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោក Michael Faraday បានផ្ដោតការសិក្សាកាន់តែខ្លាំងទៅលើទំនាក់ទំនងរវាងអគ្គិសនីនិងម៉ាញេទិកហើយជាចុងក្រោយ Faraday បានទាញនូវសេចក្តីសន្និដ្ឋានមួយថាអគ្គិសនីនិងម៉ាញេទិកមិនមែនជាកម្លាំងពីរដាច់ពីគ្នាដែលគ្រាន់តែមានទំនាក់ទំនងនឹងគ្នានោះទេក៏ប៉ុន្តែតាមការពិតអគ្គិសនីនិងម៉ាញេទិកគឺជាកម្លាំងតែមួយគ្រាន់តែបង្ហាញចេញជាទម្រង់ខុសគ្នាតែប៉ុណ្ណោះក៏ប៉ុន្តែនៅពេលនោះ Faraday ត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំមួយ Faraday អាចធ្វើការសង្កេតតាមរយៈការធ្វើពិសោធន៍ហើយទាញចេញជាសេចក្តីសន្និដ្ឋានសម្រាប់ខ្លួនឯងក៏ប៉ុន្តែចំណោទនៅត្រង់ថាតើធ្វើដូចម្តេចអាចយកគំនិតនេះទៅបង្កើតជាទ្រឹស្ដីវិទ្យាសាស្ត្រដ៏ពេញលេញមួយដែលអាចឲ្យគេទទួលយកបាននៅពេលនោះហើយដែលការមិនបានចូលរៀននៅសាលាត្រឹមត្រូវបានក្លាយទៅជាចំណោទសម្រាប់ Faraday ពីព្រោះថាលោកមិនមានជំនាញខាងទ្រឹស្ដីគ្មានជំនាញខាងគណិតវិទ្យាដែលអាចយកគំនិតរបស់លោកទៅបង្កើតជាទ្រឹស្ដីដែលមានរូបមន្តនិងសមីការជាសំអាងអាចឲ្យអ្នកវិទ្យាសាស្ត្រទូទៅទទួលយកបានគេត្រូវរងចាំជាច្រើនឆ្នាំក្រោយមកទៀតទើបចំណាររបស់ Faraday អាចរកឃើញដំណោះស្រាយនៅក្នុងចន្លោះឆ្នាំ1861ដល់ឆ្នាំ1862អ្នកប្រាជ្ញខាងវិទ្យាសាស្ត្រដ៏ចំណានមួយរូបទៀតមកពី Scotland គឺលោក James Clerk Maxwell ដែលជាអ្នកមានជំនាញខាងគណិតវិទ្យានិងទ្រឹស្ដីរូបវិទ្យាបានយកគំនិតរបស់ Faraday ទៅធ្វើការសិក្សាលម្អិតរហូតបង្កើតបានទៅជាសមីការដែលអាចបញ្ជាក់អំពីភាពរួមគ្នានៃអគ្គិសនីនិងម៉ាញេទិកជាកម្លាំងតែមួយដែលគេឲ្យឈ្មោះថា Electromagnetic Maxwell ខ្លួនឯងផ្ទាល់បានទទួលស្គាល់ជាសាធារណៈថាទ្រឹស្ដី Electromagnetic ដែលលោកបង្កើតឡើងគឺវាមានមូលដ្ឋានគ្រឹះចេញពីគំនិតរបស់ Faraday Michael Faraday ទទួលមរណភាពនៅឆ្នាំ1867នៅក្នុងវ័យ75ឆ្នាំដែលលោកបានសល់ទុកនៅស្នាដៃនិងគេឈ្មោះជាអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រវត្តិសាស្ត្រ